Với mình toàn cha phong cá chủng ngữ đại mình chọn cả chủng ngữ là chiêm chủng ngữ bé đông chủng ngữ tự động em chủng ngữ là clang chủng ngữ là score chủng ngữ là acid chủng ngữ thoát lơ cái lâu xong bây đã AB A1C những cục cua tiệt ta thử đọc sai dạng mạch chọc bảo rom thì tới bông ổn tỏ thì sẽ đọc cả bộ slide bảo khu pet doctor ngọc tiệt ខ្លាំងក៏លើ score ក៏លើ AB1C ក៏ខ្ពស់សុខភាពក៏កាន់តែទ្រុឌទ្រោមហើយវ័យកាន់តែចាស់ចំណូលកាន់តែតិចតើធ្វើបែបណាដើម្បីរកដំណោះស្រាយបានក្នុងនោះមានតាក់ទងជាមួយនឹងខ្លាញ់តាក់ទងមួយ score តាក់ទងនឹង insulin បាទតាក់ទងជាមួយនឹងសុខភាពគូក្បាលតែ mental health បាទបូកនៅរបបអាហារជំនួស3ក្រុមដែលយើងចាំបាច់ទៅយកមកសិក្សាទាំងអស់គ្នាបាទក្រុមទី1បានន័យថាអ្នកស្រឡាញ់សុខភាពអ្នកស្រឡាញ់សុខភាពបានន័យថារៀងរាល់3ខែម្ដងគាត់ទៅបណ្ដុះសុខភាពបាទ3ទៅ6ខែយ៉ាងយូរគាត់បណ្ដុះសុខភាពអញ្ចឹងការបណ្ដុះសុខភាពមានការជួសឈាមមានការទៅអេកូបាទការអេកូមាន2ទៀតបាទអេកូពូផងអេកូបេដងផងបាទអេកូពូផងអេកូបេដងអញ្ចឹងការបណ្ដុះសុខភាពគេមើលទៅលើគេទៅមើលលើក្របឈាមគេហៅថាអេម៉ូក្រាមទី2តើតើជាមួយតម្រងនោមមកគាត់តើតើនឹងខ្លាំងមកគាត់តើតើនឹងខ្លាញ់មកគាត់តើតើជាមួយនឹងទឹកនោមផ្អែមមកគាត់បាទបូកជាមួយនឹងការបណ្ដុះទៅលើទឹកនោមមកគាត់ថែមទៀតដើម្បីចង់ដឹងថាតើរាងកាយរបស់គាត់មានកន្លែងណាលើកន្លែងណាខ្វះអញ្ចឹងខ្លាំងគាត់យ៉ាងម៉េចដែរតម្រងនោមគាត់មិនដែរខ្លាំងគាត់មិនដែរតើតើជាមួយនឹងតើការទឹកនោមផ្អែមគាត់យ៉ាងម៉េចដែរមានអីប្រែប្រួលអត់បាទយ៉ាងនេះដូចដេញលក់សោះហើយឈឺដៃឈឺជើងធ្វើការនេះមានអារម្មណ៍ថាឆាប់ហត់ជាងមុនហើយមានអារម្មណ៍ថាដូចគីឡូនេះយើងឡើងហើយយើងណែនធូងបាទដង្ហើមមករៀងខ្លីជាងមុនបាទអញ្ចឹងបានថាគាត់មានសញ្ញាដូចទៅហើយគាត់មានសញ្ញាដូចហើយគាត់ទៅបណ្ដុះសុខភាពបាទបានថាគាត់មានសញ្ញាហើយបានគាត់ទៅបណ្ដុះសុខភាពអញ្ចឹងក្រុមទី1គាត់ព្យាយាមមកគាត់ដាក់ផែនការរបស់គាត់3ទៅ1ខែគាត់ទៅបណ្ដុះសុខភាពអញ្ចឹងក្រុមទី2បានថាគាត់មានសញ្ញាអីមួយដើម្បីដឹងថាគាត់មានអីដែលខុសប្រក្រតីមកគាត់ទៅបណ្ដុះសុខភាពដល់ពេលគាត់ទៅមើលលើខ្លាញ់ផង triglyceride ក៏លើកូលេស្តេរ៉ុលក៏លើកឡើងសារជាតិអាស៊ីដ uric ទៀតហើយជាតិពុលខ្លាំងក៏មានបញ្ហាអេកូទៅខ្លាំងមកគាត់មានខ្លាញ់កា liver ខ្លាញ់រំខ្លាំងមកគាត់ក៏មានហើយមានបញ្ហាហើយអ្វីដែលសំខាន់មួយទៀតគឺស្ករគាត់ខ្ពស់ AB1C ចាប់ដើមមានការប្រែប្រួលបាទហើយគ្រូពេទ្យប្រាប់ថាបងកំពុងតែប្រឈមនឹងបញ្ហាជំងឺហើយបញ្ហាជំងឺលើខ្លាំងផងបញ្ហាខ្លាញ់រំខ្លាំងផងហើយអាចនឹងប្រឈមបញ្ហាជំងឺទឹកនោមផ្អែមទៀតបាទអញ្ចឹងពេលនោះគាត់ចាប់ដើមភ័យបាទគាត់ចាប់ដើមរកដំណោះស្រាយមានអ្នកខ្លះក៏សម្រេចចិត្តទៅការប្រើថ្នាំបាទថ្នាំបញ្ចុះខ្លាញ់ផងហើយនឹងថ្នាំបញ្ចុះស្ករផងបាទនេះក្រុមទី2ណាហើយក្រុមទី3បានន័យថាគាត់កំពុងតែមានបញ្ហាដូចទៅហើយគាត់មានបញ្ហាលើឈាមផងមានបញ្ហាទឹកនោមផ្អែមផងមានបញ្ហាចុករួយតាមសន្លាក់ផងហើយអាចប្រឈមបញ្ហាលាកសន្លាក់ហើយនឹងរាងកាយរបស់គាត់ទ្រុឌទ្រោមអារម្មណ៍គូក្បាលគាត់ចាប់ដើមមានការភ្លេចភ្លាំងវីតាមីនអញ្ចឹងខ្ញុំសូមចែកម្លែកតទៅជាមួយនឹង Fear Grade នេះគឺជាជំរឿនល្អបំផុតមនុស្សទាំង3ក្រុមតែត្រូវការបាទមនុស្សទាំង3ក្រុមតែត្រូវការអញ្ចឹងទាំងក្រុមស្រឡាញ់សុខភាពទាំងក្រុមដឹងថាខ្លួនឯងកំពុងតែមានបញ្ហាសុខភាពហើយក្រុមមួយទៀតបានថាមានជំងឺដូចទៅហើយបាទមានជំងឺដូចហើយល្អបំផុតអញ្ចឹង Fear Grade ប្រៀបដូចជាបើយើងសម័យថាដូចជាផ្ទះដែលយើងរស់នៅសប្តាហ៍ថ្ងៃរយៈពេល4 5ឆ្នាំ10ឆ្នាំទៅវាតែងតែមានណាអញ្ចឹងយើងប្រឡាក់ទៅទូឬក៏អីមួយបាក់បែកអញ្ចឹងទៅយើងត្រូវការជាមកជួសជុលកែលម្អបាទគេហៅថា decor ឬក៏ design ឲ្យវាថ្មីត្រឡប់មកវិញណាអញ្ចឹង Fear Grade នេះវាទៅជួសជុលរាងកាយក្នុងរាងកាយរបស់យើងតាក់ទងតាំងពីប្រព័ន្ធមេតាបូលីនគឺនិយាយតាំងពីរឿងខ្លាញ់ផងតាក់ទងនឹងថ្លើមផងតាក់ទងនឹងតម្រងនោមផងហើយសំខាន់គេតាក់ទងជាមួយទូនទីរបស់ insulin អញ្ចឹង insulin មានទូនទីសំខាន់មែនទែនដើម្បីគ្រប់គ្រងដើម្បីទៅការពាររាងកាយរបស់យើងកុំឲ្យមានបញ្ហាជំងឺវិវត្តទៅជាជំងឺលើសខ្លាញ់ឬក៏ជំងឺទឹកនោមផ្អែមអញ្ចឹងបើសិនជា insulin របស់យើងមានបញ្ហាគេហៅថា insulin resistant បើសិន insulin យើងមានបញ្ហាហើយបានន័យថា score ដែល score insulin ពេលនោះរាងកាយរបស់យើងនឹងវិវត្តទៅជាជំងឺទឹកនោមផ្អែមដែលយើងហៅថាជំងឺលើសជាតិ score AB1C ខ្ពស់អញ្ចឹងទៅអញ្ចឹងវាក្រែវាទៅជួសជុលទៅលើប្រព័ន្ធមេតាបូលីសក្នុងរាងកាយរបស់យើងដូចជាជាងជួសជុលផ្ទះអញ្ចឹងកាលណាជួសជុលស្អាតហើយខ្លាញ់ចាប់ដើមចុះមកវិញថ្លើមរបស់យើងចាប់ដើមល្អអាស៊ីតរបស់យើងចាប់ដើមល្អអាំងស៊ូលីនយើងចាប់ដើមធ្វើការល្អមកវិញគ្រប់គ្រងស្ករអាចបញ្ចុះស្ករបានបញ្ចុះ AB1C បាននោះគឺជាភាពជោគជ័យមួយអញ្ចឹងអ្នកដែលជំងឺដែលគាត់កំពុងលេបថ្នាំទឹកនោមផ្អែមគាត់លេបហើយសុខភាពគាត់ទ្រុឌទ្រោមគាត់ត្រូវការប្រើប្រព័ន្ធ Fear Grade ដើម្បីទៅជួសជុលដូចគ្នាបានដល់ពេលគាត់ជួសជុលអស់ហើយរាងកាយគាត់ចាប់ដើមល្អប្រសើរមកវិញអញ្ចឹងថ្នាំដែលគាត់ប្រើច្រើនគ្រាប់ចាប់ដើមបន្ថយចំនួនថ្នាំសុខភាពគាត់ទ្រុឌទ្រោមចាប់ដើមសុខភាពគាត់រឹងមាំត្រឡប់មកវិញសុខភាពគាត់ចាប់ដើមមានអារម្មណ៍ថាស្រឡះដើមមានការថាដល់រហ័សរហួនត្រឡប់មកវិញអញ្ចឹងនេះគឺជាចំណុចមួយដែលរាងកាយយើងគ្រប់គ្នាទាំងលោកឪពុកអ្នកម្ដាយទាំងខ្ញុំត្រូវការអញ្ចឹងបើសិនមានវីតាមីនល្អអញ្ចឹងណាហើយមានការចង្អុលបង្ហាញពីគ្រូពេទ្យទៀតហើយមានបទពិសោធន៍ក្នុងការប្រើនេះជាង10ឆ្នាំសូម្បីនៅសហរដ្ឋអាមេរិកក៏គេមានការពេញនិយមបាទ Fear Grade នៅអាមេរិកនោះគឺពេញនិយមមែនទែននៅខាងអឺរ៉ុបសម្រាប់បងប្អូនដែលកំពុងតែមានបញ្ហាខាងលើនេះដោយដែលលោកគ្រូដុកទ័របានរៀបរាប់ចង់ទិញផលិតផល2មុខនេះយើងទៅប្រើសូមតាក់ទងតាមលេខទូរស័ព្ទ090 93 012 19 076 76 50 445សូមអរគុណ